អ្នកដែលបូជាផ្កាថ្វាយព្រះអង្គដូចជាផ្កាម្លិះអីជាដើមបានបុណ្យបានអានិសង្សច្រើនបើយើងមើលនៅក្នុងគម្ពីរព្រះត្រៃ3ដកភាគ72 73 74គម្ពីរអបទានអ្នកខ្លះដាក់ផ្កាឈូកថ្វាយព្រះអ្នកខ្លះដាក់ផ្កាម្លិះថ្វាយព្រះអ្នកខ្លះដាក់ផ្កាមន្ទាបោះផ្កាផ្សេងថ្វាយព្រះហើយអ្នកទាំងនោះឥឡូវនឹងបានជាព្រះរហន្តជាភិក្ខុនៃហើយពោលគាថាម្នាក់មួយក្នុងថេរគាថាធិរីគាថាថាខ្លួនដែលមាននិស្ស័យជួបជាមួយព្រះបាននៅបដិសម្ពិទាបានត្រាស់ដឹងធម៌បានរួចចាក់ទុកនឹងក៏មកពីអានិសង្សដែលខ្លួនបានដាក់ផ្កាថ្វាយព្រះពីជាតិមុននោះដែរមានច្រើនហើយអានិសង្សបានផលក្នុងបច្ចុប្បន្នដូចជានាយមាលាកាគេឲ្យយកផ្កាម្លិះយកទៅថ្វាយស្ដេចប្របាទពំពិសាគាត់ឃើញប្រពុតយាងមកជ្រះថ្លាពេកបាច់ផ្កាម្លិះមួយដៃថ្វាយទៅព្រះអង្គផ្កាម្លិះនោះវាអត់ជ្រុះវានៅហើពីលើព្រះអង្គនឹងជ្រះថ្លាពេកព្រាចមួយដៃទៅទៀតផ្កាម្លិះនោះអត់ជ្រុះទៀតនៅតែកលឹងព្រះអង្គដូចឃ្មុំកាហាយទឹកចឹងឯងគាត់ជ្រះថ្លាព្រឺរួមព្រឺស្បែកត្រេកអរណាស់រីឯប្រពន្ធឯនោះភ័យខ្លួនហ្មងប្តីអញប្តីផ្ដាស់គេឲ្យយកផ្កាទៅថ្វាយស្ដេចឯងយកទៅថ្វាយព្រះចាំមើលតែដឹងដល់ស្ដេចកបត់កហើយគេកាត់កចោលហើយបើអញ្ចឹងបើមានរឿងស្ដេចបហាជីវិតអីក៏ឲ្យជាប់ពាក់ព័ន្ធដល់ឯងអញ្ចឹងទៅប្រកាសប្រជាជនឲ្យដឹងសិនថាខ្ញុំលែងប្តីទៅប្រាប់គេថាបងប្អូនអើយខ្ញុំលែងប្តីហើយប្តីខ្ញុំនឹងខ្ញុំអត់មានពាក់ព័ន្ធអីគ្នាទេលែងគ្នាហើយហើយបើសិនជាមានរឿងគេសម្លាប់ប្តីអីជាកុំឲ្យគេសម្លាប់ដល់ឯងថាលែងគ្នាមានអីដល់តែដឹងដល់ប្របាទពំពិសាលោកជ្រះថ្លាបន្ថែមឲ្យទ្រព្យសម្បត្តិតម្លើងយុស័កបន្ថែមទៀតប្រពន្ធខកចិត្តទៅទេចាខ្ញុំមើលគេថាអញ្ចឹងហើយមានទេវបុត្រទេវធីតាជាច្រើនដែលបានទៅកើតក្នុងឋានសួគ៌មានរូបស្អាតដោយសារថ្វាយផ្កានឹងដែរដូចជានាងម្នាក់នោះទេវធីតាម្នាក់នោះស្អាតណាស់មានសម្លៀកបំពាក់ពណ៌លឿងខ្ចីដ៏ស្រស់ហើយព្រះមហាមោគលានសួរថាមនាលនាងទេវធីតាកាលនៅជាមនុស្សធ្វើបុណ្យអីបានជាកើតមកទេវធីតាមានពណ៌ស្រស់ខ្ចីស្អាតយ៉ាងហ្នឹងនាងថាខ្ញុំព្រះអង្គមិនចង់ហ៊ានប្រាប់សោះព្រោះបុណ្យនឹងវាតិចពេកចង់ដឹងអាបុណ្យតិចនឹងធ្វើមិនថាដាំអនងហើយបលឹមឡើងឃើញអនងចេញផ្កាចុះមកមិនទាន់លុបមុខផងទៅកាច់ផ្កាអនងថាយកទៅបូជាស្ថានធ្នោបតូបបច្ចេកដីលើទួលមួយដែលគេតម្កល់ព្រះស្រីរិទ្ធធាតុនៅក្បែរផ្ទះហ្នឹងដើរយកទៅថ្វាយមិនទាន់ទាំងដល់ផងគូឬវិជុលស្លាប់មកបានមកកើតជាទេវធីតាមានពណ៌សម្បុរស្រស់ស្អាតបានសម្បត្តិទឹកមកប៉ុណ្ណឹងហ្នឹងណាបានលោកឃើញថាអស្ចារ្យណាស់សេចក្តីជ្រះថ្លាជាមួយព្រះសម្ពុទ្ធអញ្ចឹងបានពណ៌សម្បុរស្រស់ស្អាតល្អដោយសារការថ្វាយផ្កាក៏មានការនិយមថ្វាយផ្កាជាហូរហែមកអញ្ចឹងយើងមើលឃើញរឿងរ៉ាវថ្វាយផ្កានេះមានជាច្រើនក្នុងពុទ្ធសាសនានេះរយផ្កាមន្ទាបោះរយផ្កាម្លិះថ្វាយព្រះអង្គឯហ្នឹងប៉ុន្តែគេនិយមថាអញ្ចេះគេថាបើថ្វាយផ្កាស្រស់ផ្កាកពុំគេប្រាថ្នាឲ្យបានប្រពន្ធកមុំក៏បានប្តីកំឡោះហើយបើថ្វាយអាផ្កាក្រៀមបានប្រពន្ធចាស់បានប្តីតាគេតណាលពីនាងអមិតតានិងតាជូជក់ញោមញៀនដែលស្គាល់តាជូជក់ដែរតាជូជក់បានប្រពន្ធកមុំស្អាតនាងអមិតតានាងអមិតតាពីជាតិមុនពេលដែលគេថ្វាយផ្កាដល់ព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធពុទ្ធរូបអីនាងតែងតែចំទាស់អង្គគេថាចាំបាច់ថ្វាយអីអាផ្កាល្អផ្កាស្រស់ទេឬតែអាក្រៀមនឹងទៅថ្វាយក៏តែបានដែរថ្វាយតែអាក្រៀមនឹងហើយអាចាស់នឹងបានណាកាលពីជាតិមុនមកគេថ្វាយផ្កាកពុំឯងថ្វាយតែផ្ការុះរយក្រៀមដល់តែជាតិកើតមកជាមនុស្សនេះគេបានប្តីប្រពន្ធកំមុំកំឡោះអស់ឯងបានតាជូជក់ចាស់ជាងអាត្មាទៀតមើលទៅមុខតាជូជក់ប្រហែលជាយ៉ាប់ជាងមុខអាត្មាទៀតណាញោមតាមគេពិពណ៌នាមកគេថាឆ្អឹងជានីកលៈដូចកងទុបខ្វែភ្នែកលៀនផ្លែដូចភ្នែកក្តាមពុកមាត់សម្មាមដូចឬថាសៃកកូនអូសដីដូចកញ្ចាញ់ជែកចាស់ហើយសាច់ដុំនឹងភើតប៉ោងកពេញកប៉ោងអត់តិចអាដុកអាយញអាយងដូចផ្លែអានងទុំហើយគ្រាន់តែមើលតាមហ្នឹងទៅដូចយ៉ាប់មើលបាត់ហើយគ្រាន់តែលើគេពិពណ៌នាហ្នឹងណាហើយហ្នឹងគេថានាងបានកើតជាមនុស្សដែរតើតាបានប្តីចាស់ជាងគេមកពីថ្វាយផ្កាចាស់ចុះដល់គេថាតាទៅជូជក់បែកពោះទៅក្រោយនោះនាងបានប្តីកំឡោះវិញម្ដងហ្នឹងមិនដែរគេថាពេលក្រោយនាងភ្ញាក់ខ្លួនតាពេលក្រោយមួយទៀតនាងភ្ញាក់ខ្លួនថាអូអញហើយមិនដែលបានថ្វាយផ្កាល្អគេសោះថ្វាយតែផ្កាកាចាស់ឥឡូវរកផ្កាស្រស់ទៅថ្វាយម្ដងអញ្ចឹងតើបានពីអត់ពីតាជូជក់បែកពោះទៅបានប្តីក្រោយទៅកំឡោះស្អាតម្ដងវិញដែរអញ្ចឹងញោមញាតយល់តាមហ្នឹងធ្វើមិនធ្វើទៅប៉ុន្តែប្រយ័ត្នតែដាំអនងទៅលេងឃើញអនងចេញផ្កាបេះឬថ្វាយព្រះអស់ខាន់ស្លណាញោមអត់ផ្លាច់អត់បានផ្លែកូនឆ្ងល់ទៀតឯលោកណាមកទេសនាឲ្យម៉ែបេះផ្កាអនងអស់អាលីងរហូតតែផ្លែក្តាប់មួយមិនបានទុកស្លខ្លះក៏ញោមឲ្យកុំលឺទៅថាបានអានិសង្សច្រើនបេះអស់ខាន់ផ្លែ